ព្រឹកមិញបងប្អូនមានលោកយាយម្នាក់ដែលគាត់មកហូបបាញ់ស្រុងខ្ញុំគាត់ប្រាប់ខ្ញុំសួរគាត់ថាលោកយាយបាត់មុខតាណាយូរមិនដែលឃើញមកហូបអីចឹងណានេះខ្ញុំសួរគាត់អញ្ចឹងគាត់ក៏ឆ្លើយវិញថាហ្នឹងហើយបាត់មុខដោយសារយាយឈឺចៅយាយជាតិស្ករឡើងខ្លាំងឡើង300អញ្ចឹងហើយយាយហ្នឹងទៅពេទ្យទៅអីគេឲ្យថ្នាំឲ្យអីលេបហើយអញ្ចឹងយាយមើល Facebook ទៅអូប៉ា Facebook គេហ្នឹងណាគេប្រាប់ថានេះស្លឹកកទួតហ្នឹងបងប្អូននេះកទួតហ្នឹងណាតែកទួតហ្នឹងយកកទួតជូរហ្នឹងហើយកទួតហូបផ្លែហ្នឹងតែយកជូរប៉ុន្តែយកស្លឹកទេហ្នឹងហើយបោចស្លឹកហ្នឹងមកដៃមកហើយទី2គឺស្លឹកក្រូចសើចហ្នឹងហើយស្លឹកក្រូចសើចគាត់ប្រាប់នាងខ្ញុំណាថាអ្នកដែលឡើងជាតិស្ករខ្លាំងជួសឈាមជួសទៅជាតិស្ករហ្នឹងលើសច្រើនដូចថាលើសចូលទឹកនោមផ្អែមអីចឹងណាបងប្អូនហើយក៏ឲ្យគាត់ដាំផឹកនេះស្លឹកកទួតហ្នឹងមួយដៃមកបងប្អូនស្លឹកកទួតហូបផ្លែហ្នឹងមួយដៃមកហើយនឹងស្លឹកក្រូចសើចហ្នឹងហើយស្លឹកក្រូចសើចមួយដៃហើយនឹងមួយដៃមកដាក់ដាំទឹកហូបទៅគាត់ហូបអស់2កសៀវហ្នឹងគាត់ថាគាត់ហូបអស់ហើយទៅវាស់ឈាមទៅជួសឈាមម្ដងទៀតមើលជាតិស្ករឡើងឲ្យចុះចឹងណាដល់ពេលចៃដន្យអីគាត់ជួសទៅគឺជាតិស្ករគាត់ហ្នឹងគឺចុះបងប្អូនហ្នឹងហើយចុះនៅសល់តែចិត្តជាងទេដល់ពេលចឹងហើយគាត់ក៏ឈប់ផឹកហើយប៉ុន្តែថ្នាំពេទ្យគាត់នៅលេបរហូតចឹងណាចឹងវីដេអូមួយនេះគាត់បានសាក់ផ្ទាល់ខ្លួនឯងអញ្ចឹងហើយគាត់មកប្រាប់នាងខ្ញុំហ្នឹងនាងខ្ញុំក៏ធ្វើវីដេអូចែករំលែកឲ្យបងប្អូនដឹងទាំងអស់គ្នាសម្រាប់អ្នកកើតទឹកនោមផ្អែមអីចឹងណានេះជាតិស្ករឡើងខ្លាំងអីចឹងទៅស្លឹកកទួតជាមួយនឹងស្លឹកក្រូចសើចបងប្អូនម្ដាយហ្នឹងយកមកដាំហូបដូចទឹកតែដូចអីចឹងវាអត់មានប៉ះពាល់អីទេអាហ្នឹងហើយអញ្ចឹងគាត់ប្រាប់ថាគាត់ហូបហើយគាត់ចុះអញ្ចឹងគាត់ចង់ឲ្យខ្ញុំធ្វើវីដេអូចែករំលែកទៅដល់បងឬក៏អ៊ំពូមីងអីដែលកើតទឹកនោមផ្អែមអីចឹងណាចែករំលែកឲ្យដឹងទាំងអស់គ្នាទៅថាអាហ្នឹងអាចព្យាបាលបានដូចថាវាចុះបងប្អូនមិនមែនយើងព្យាបាលដាច់ទេតែគ្រាន់ថាពេលដែលយើងឡើងខ្លាំងយើងហូបទៅគឺវាចុះមកវិញអញ្ចឹងណាហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងទេការចែករំលែកពីថ្នាំខ្មែរដែលថានៅក្នុងស្រុកក្នុងភូមិយើងមានស្រួលរអីចឹងណាបងប្អូនហើយបើមិនជាយើងឡើងខ្លាំងលេបថ្នាំក្រចុះអីចឹងណាយើងអាចសាក់បានបងប្អូនដោយសារគាត់សាក់ហើយខ្លួនគាត់ហ្នឹងគឺចុះមែនបងប្អូនចុះមែនអញ្ចឹងហើយគឺគាត់មកប្រាប់នាងខ្ញុំថាបើមានបងប្អូនណាដែលកើតអញ្ចឹងហើយឡើងខ្លាំងអញ្ចឹងប្រាប់ពួកគាត់ទៅឲ្យគាត់សាក់ដាំផឹកដូចគាត់អញ្ចឹងណាហ្នឹងហើយពិបាកដែរបងប្អូនដោយសារតែមនុស្សយើងវាខុសគ្នាអញ្ចឹងណាអ្នកខ្លះក៏ហូបទៅត្រូវអ្នកខ្លះក៏ហូបទៅមិនត្រូវប៉ុន្តែបើយើងអាចចង់សាកបានបងប្អូនអាហ្នឹងណាហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំមានអីច្រើនទេមានតែប៉ុណ្្នឹងអរគុណបងប្អូនបើសិនជាពេញចិត្តកុំភ្លេច follow page និង like comment ឲ្យបងប្អូនម្នាក់មួយផងបងប្អូនចែករំលែកវីដេអូថ្មីបន្តទៀតអរគុណចាំជួបគ្នា